ហើយពេលនេះអាត្មានឹកឃើញចំណុចមួយដែលនៅក្នុងពុទ្ធសាសនានឹងមានសម្ដែងអំពីមហាសបិននិមិត្តរបស់ព្រះបាទប្រសិទ្ធិកោសលចំណុចទី3ហ្នឹងគឺថាព្រះបាទប្រសិទ្ធិកោសលហ្នឹងសបិនឃើញមេគោហ្នឹងទៅបៅដោះកូនគោញាតិញោមមេគោហ្នឹងទៅបៅដោះកូនគោវាផ្ទុយគ្នាធម្មតាមានតែកូនគោឯងទៅបៅដោះមេគោមែនទេញាតិញោមមែនទេញាតិញោមហ្នឹងហើយប៉ុន្តែសុបិននិមិត្តហ្នឹងវាចម្លែកពេកចម្លែកចឹងទៅបានព្រះបាទប្រសិទ្ធិកោសលហ្នឹងសួរព្រះអង្គបានព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គទ្រង់ឆ្លើយថាអំណះតទៅក្នុងអនាគតកាលហ្នឹងគឺថាកូនចៅហ្នឹងមិនសូវគោរពឪពុកម្ដាយទេឥឡូវនេះរ៉ាក់ញាតិញោមមានមួយហើយប៉ុន្តែដល់ពេលធ្វើបុណ្យនេះអាត្មាសប្បាយចិត្តនឹកឃើញថាដំណាក់កាលនៃសុបិនរបស់ព្រះបាទប្រសិទ្ធិកោសលហ្នឹងគឺថាមិនតាន់មានទំហំធំទេនៅដល់ពេលឃើញកូនចៅធ្វើបុណ្យជូនចឹងទៅម្ដាយហ្នឹងក៏សប្បាយចិត្តដែរមែនទេញោមសប្បាយចិត្តទេសប្បាយចិត្តហើយនៅមុខលក្រហមរវល់ពេកដូច្នេះឃើញថាឥឡូវហ្នឹងកន្លែងខ្លះហ្នឹងគឺថាដូចក្នុងសុបិននិមិត្តរបស់ព្រះបាទប្រសិទ្ធិកោសលអញ្ចឹងគឺថាត្រូវបានកូនខ្លះហ្នឹងអត់បានដឹងគុណឪពុកម្ដាយទេគឺណាហើយថែមពីការដែលមិនដឹងគុណឪពុកម្ដាយហ្នឹងគឺថាធ្វើឲ្យឪពុកម្ដាយហ្នឹងឈឺចិត្តឪពុកម្ដាយខ្លះតែងតែត្អូញប្រាប់អាត្មាប្រាប់ព្រះអង្គគ្រូសិញសៀបផងប្រាប់ព្រះអង្គគ្រូមានសមេតផងថាកណានឹងស្ទើប្រេះដើមទ្រូងហើយដោយសារតែលោកកូនមិនបានបួសទេប៉ុន្តែហៅលោកកូនវាតឹងទ្រូងពេកថាម៉េចចឹងញោមថាងកូនកណានឹងវិញ្ញាណឆ្នាំណាកូនកណានឹងវាអត់ស្ដាប់ទេវាចូលរឿងហ្នឹងចូលរឿងសុបិនហ្នឹងគឺណាដោយសារតែកូនមិនស្ដាប់បង្គាប់ឪពុកម្ដាយនឹងឯងវាស្មើគ្នានឹងម៉ែឪនឹងទៅលន់ទូអង្វរកយកចិត្តកូនសប្ថ្ងៃម៉ែឪខ្លះយកចិត្តកូនតាខ្លាចតែកូននឹងវារត់ចោលផ្ទះអញ្ចឹងកូនត្រូវការអីឲ្យហ្នឹងរហូតដល់កូនខ្លះហ្នឹងខ្ញុំឥឡូវរៀនចប់បឋមហើយបើអត់ទិញម៉ូតូឲ្យខ្ញុំអត់តទៅអនុវិទ្យាល័យទេអញ្ចឹងម៉ែឪធ្វើស្រែងក់បេកញើសហូរខ្នងយ៉ាងណាក៏នៅតែប្រឹងដើម្បីកូនថាអញ្ចឹងត្រូវខ្លះដែរញាតិញោមហ្នឹងហើយវាជាការពិតញាតិញោមវាជាការពិតដូច្នេះរហូតដល់ឪពុកម្ដាយខ្លះហ្នឹងភ័យខ្លាចកូនទៅចងកងាប់លួមកូនសពគ្រប់ខំប្រាប់ថាកុំឲ្យដើរលេងយប់កូនដើរលេងគិតថាបើដើរលេងក៏ដើរទៅប៉ុន្តែបិទទ្វារអត់ឲ្យចូលផ្ទះដល់ពេលកូនមកគោះទ្វារបើកឲ្យទៀតវាអត់ដាច់ចិត្តដោយសារតែយកចិត្តកូនខ្លាចកូននឹងងាប់ដូច្នេះនៅក្នុងចំណុចនេះគឺថាត្រូវញាតិញោមត្រូវនៅក្នុងសុបិនទី3ហ្នឹងគឺត្រូវណាស់ថាមេគោហ្នឹងគឺថាមកបៅដោះកូនគោវិញឥឡូវហ្នឹងមានមួយប៉ុន្តែបន្តិចទៀតញាតិញោមបន្តិចទៀតហ្នឹងគឺថាមានច្រើនមែនទែនអញ្ចឹងបានកូនចៅដែលមានសទ្ធាជ្រះថ្លាដែលធ្វើបុណ្យចម្រើនបច្ចុប្បន្នជូនម្ដាយហើយនឹងមានពិធីរាប់បាតថ្ងៃស្អែកទៀតនោះគឺថាជារឿងមួយពិសេសពិសាលក្រៃលែងណាស់សូមសរសើរចំពោះទឹកចិត្តឪពុកម្ដាយដែលដឹកនាំកូនបានល្អហើយនឹងទឹកចិត្តកូនដែលបាននឹករលឹក
ដល់គុណូបការៈដ៏ធំធេងរបស់ឪពុកម្ដាយវិញគឺណាហើយអ្វីដែលអាត្មាចង់ជម្រាបនៅក្នុងរឿងនឹងដដែលគឺថាចំពោះការឆ្លើយតបចម្រើនបច្ចុប្បន្នដល់ម្ដាយដល់ឪពុកនេះថ្ងៃនេះជាពិធីប្រកាសគុណតាមពិតហ្នឹងគឺថាមិនមែនធ្វើបុណ្យចម្រើនបច្ចុប្បន្នថ្ងៃហ្នឹងស្រាប់តែគាត់នឹងអាយុវែងទៅទាំងស្រុងទៅទេឃើញទេគឺថាតលតែជាប្រកដីជាប្រចាំថ្ងៃហ្នឹងគឺថាត្រូវយកចិត្តទុកដាក់នៅក្នុងការដែលធ្វើឲ្យគាត់ចម្រើនបច្ចុប្បន្នបានហ្នឹងគឺថាវាអាស្រ័យកត្តារួមផ្សំ2យ៉ាងញាតិញោមកត្តាផ្សំ2យ៉ាងហ្នឹងគឺថាទី1បច្ច័យ4ណាច័យ4អ្នកណាក៏ដោយញាតិញោមអត់បច្ច័យ4គឺរស់អត់បានទេណាទាំងគុណម្ចាស់ទាំងញាតិញោមហ្នឹងគឺថាចាំបាច់ត្រូវការបច្ច័យ4បានអាចរស់បានបើអត់បច្ច័យ4គឺរស់អត់បានទេអញ្ចឹងបច្ច័យ4ហ្នឹងគឺត្រូវទំនុកបំរុងជានិច្ចកាលដល់ឪពុកម្ដាយហ្នឹងគឺសំខាន់ណាស់ញាតិញោមហើយមួយទៀតហ្នឹងគឺថាអាហារផ្លូវចិត្តណាអាហារផ្លូវចិត្តហ្នឹងគឺថាសំខាន់មួយទៀតញាតិញោមអត់អាហារផ្លូវចិត្តហ្នឹងគឺថាទឹកចិត្តឪពុកម្ដាយហ្នឹងគឺមិនល្អក្រៀមស្វិតដូចធ្វើស្រែអត់ទឹកអញ្ចឹងរហូតដល់មានម្ដាយឪពុកខ្លះហ្នឹងគាត់ចង់ស្លាប់ទៅទៀតញាតិញោមលំបាកណាស់ព្រះអើយក៏ណាម្ដាយឪពុកខ្លះហ្នឹងគាត់ស្រែកអញ្ចឹងដោយសារអីដោយសារគាត់គិតថាដឹងរស់ធ្វើអីរស់ជាមួយការឈឺចាប់ណាដោយសារកូនក៏ណានេះគឺថាគ្រាន់តែអាត្មាលើកឡើងមកហ្នឹងដើម្បីឲ្យញាតិញោមហ្នឹងបានជ្រាបថាថ្ងៃនេះល្អណាស់សំខាន់